ទង្វើលុតជង្គង់របស់លោកស្រីថាខៃជេនាយរដ្ឋមន្ត្រីជប៉ុនគឺជាការបង្ករឿងចំពោះប្រទេសរងគ្រោះនៃសង្គ្រាមលោកលើកទី2នៅអាស៊ីនិងតំបន់ផ្សេងៗកាន់តែច្រើនទីក្រុងប៉េកាំងប៉ុន្មានថ្ងៃជាប់មកនេះលោកស្រីសាណេថាខៃជេនាយរដ្ឋមន្ត្រីជប៉ុនបានរងការរិះគន់និងថ្កោលទោសយ៉ាងខ្លាំងក្លានៅក្នុងប្រទេសជប៉ុននិងអន្តរជាតិតាក់ទងនឹងទង្វើរបស់លោកស្រីដែលមិនអាចទទួលការគ្រប់គ្រងក៏ដូចជាការទទួលជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាពនិងលុបចោលការហាមឃាត់ការនាំចេញនៅអាវុធប្រឡាយលោកជាដើមនៅក្នុងប្រទេសជប៉ុនបានផ្ទុះសកម្មភាពបាតកម្មដោយទ្រង់ទ្រាយធំដែលបណ្ដាលឲ្យប្រជាជនប្រមាណ 50,000 នាក់ធ្វើទូមនិញនៅទីក្រុងតូក្យូដើម្បីប្រឆាំងតវ៉ាករណីនេះដែលឡែកប្រទេសជិតខាងដូចជាប្រទេសចិនរុស្ស៊ីនិងកូរ៉េខាងត្បូងជាដើមបានរិះគន់រដ្ឋាភិបាលជប៉ុនដែលពន្លឿនការធ្វើយោធូបនីយកម្មម្ដងទៀតវាបានបង្កជាការគំរាមកំហែងចំពោះស្ថិរភាពនិងសន្តិភាពក្នុងតំបន់រីឯការសម្ដែងឆាកល្ខោននយោបាយរបស់លោកស្រីថាខៃជីដែលបានលុតជង្គង់និងដាក់កម្រងការនៅសារមន្ទីររំលឹកសង្គ្រាមក្រុងកង់ពេរ៉ាក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលីនាពេលថ្មីៗកន្លងទៅនេះធ្វើឲ្យសហគមន៍អន្តរជាតិមើលឃើញយ៉ាងច្បាស់បន្ថែមទៀតនៅឧបាយកលនយោបាយជាច្រើនរបស់លោកស្រីថាខៃជីការលុតជង្គង់ដោយមានលក្ខណៈជ្រើសរើសរបស់លោកស្រីតាខៃជីមិនមែនជាការសុំខមាទោសចំពោះអំពើខុសខើដែលបានប្រព្រឹត្តដោយកងទ័ពជប៉ុនក្នុងអំឡុងពេលសង្គ្រាមលោកលើកទី2នោះទេទង្វើបែបនេះមិនត្រូវតែបានឆ្លុះបញ្ចាំងពីទស្សនៈពិភពលោកដែលប្រកបដោយភាពខុសទំនងរបស់អ្នកនយោបាយជប៉ុនប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបង្ហាញពីកលល្បិចជាច្រើនរបស់ពួកគេផងដែរពលគឺស្ថិតនៅក្រោមភាពជាប់គាំងទាំងកិច្ចការជាតិនិងអន្តរជាតិអ្នកនយោបាយជប៉ុនប៉ុនប៉ងបំផន់ផ្នែកសាធារណជនលៀងសមាជក្រិតកម្មឆ្លៀនពៀនបង្កបដិបកគ្នាជាក្រុមនិងពន្លឿនការវិទីយោធាបើមើលពីចិត្តគំនិតរយៈពេលពេញរបស់នយោបាយជប៉ុនអាចឃើញថាប្រឌៀមជាប្រទេសអាស៊ីតែមួយគត់ក្នុងប្រទេស G7 គោលជំហរសាសនាជាមួយនឹងលោកខាងលិចរបស់ជប៉ុនគឺមានយូរណាស់មកហើយក្រៅពីដែលការប្រស័យតាក់ទងជាមួយនឹងសហរដ្ឋអាមេរិកនិងបច្ចិមប្រទេសអ្នកនយោបាយជប៉ុនបានបន្ទន់អរិយាប័ត្ររបស់ខ្លួនថែមទាំងងារមកអែបអបឬផ្គប់ចិត្តអាមេរិកនិងបច្ចិមប្រទេសពីការទូតអែបអបក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកកាលពីខែមីនាដល់ការសម្ដែងឆាកល្ខោននយោបាយដូចជាការលុតជង្គង់នៅប្រទេសអូស្ត្រាលីក្នុងខែឧសភាឆ្នាំនេះលោកស្រីថាខៃជីមានចេតនាដាក់តួជាអ្នកគ្រប់គ្រងលោកខាងលិចជាប់រហូតមកបើមើលពីភូមិសាស្ត្រនយោបាយអាចមើលឃើញថាកម្លាំងពួកស្ដាមនិយមរបស់ជប៉ុនប៉ុនប៉ងចង់ឲ្យសម្រេចបាននៅការវិទីយោធានិងការបំរាស់ខ្លួនចេញពីរដ្ឋធម្មនុញ្ញសន្តិភាពតាមរយៈឃោសនាបំពងពីការគំរាមកំហែងពីលោកខាងក្រៅហេតុនេះហើយពួកគេបានព្យាយាមឆ្លៀតឱកាសនៃការឡើងកម្ដៅនៃចំនួនផ្នែកនយោបាយដើម្បីអូសទាញប្រទេសជិតខាងជាពិសេសប្រទេសលោកខាងលិចបង្កជាបដិបកគ្នាជាក្រុមផងនោះចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី2រហូតដល់បច្ចុប្បន្នអ្នកនយោបាយជប៉ុនមិនត្រឹមតែមិនសុំខមាទោសចំពោះប្រជាជននៃប្រទេសរងគ្រោះដូចជាចិនកូរ៉េខាងត្បូងនិងកូរ៉េខាងជើងជាដើមប៉ុណ្ណោះទេផ្ទុយទៅវិញអ្នកនយោបាយជប៉ុនជាច្រើនបានដោះស្រាយថាដោយប្រេះផ្ដាស់ចំពោះក្រឹតកម្មឈ្លានពានរបស់ខ្លួនផងដែរក្នុងបញ្ហាខុសនឹងត្រូវពាក់ព័ន្ធដល់ប្រវត្តិសាស្ត្រឈ្លានពានរបស់ជប៉ុនមួយនេះជាឧបាយកលរបស់លោកស្រីថាខៃជីមិនអាចបោកបញ្ឆោតអ្នកផងទាំងពួងនៅលើសកលលោកបានទេទង្វើលុតជង្គង់របស់លោកស្រីថាខៃជីនាយករដ្ឋមន្ត្រីជប៉ុនអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលីគឺជាការបង្ករឿងចំពោះប្រទេសរងគ្រោះនៃសង្គ្រាមលោកលើកទី2នៅអាស៊ីនិងតំបន់ផ្សេងទៀតកាន់តែច្រើននៅពីក្រោយការសម្ដែងឆាកល្ខោននយោបាយនេះគឺពោលពេញទៅដោយការគិតគូរវិផលប្រយោជន៍ផ្ទាល់ខ្លួនវាមិនអាចបិទបាំងមហិច្ឆតារបស់ជប៉ុនដែលពង្លឿននឹងការធ្វើយោធូបនីយកម្មម្ដងទៀតនោះទេ
នឹងក៏មិនអាចបិទបាំងការពិតដែរថាយោធានិយមបែបថ្មីរបស់ជប៉ុនបាននឹងកំពុងបង្កជាការគំរាមកំហែងដល់សន្តិសុខនិងសេរីភាពក្នុងតំបន់រហូតដល់ពិភពលោកផងដែរប្រទេសរងគ្រោះទាំងអស់នោះដែលរងទុក្ខវេទនាយ៉ាងខ្លាំងពីការឈានពានរបស់យោធានិយមជប៉ុនគួររក្សាការប្រុងប្រយ័ត្នកម្រិតខ្ពស់និងក្រោកឈរឡើងវិញរួមសាមគ្គីគ្នាដើម្បីព្រួតដៃគ្នាគាំពៀសមិទ្ធផលជ័យជំនះនៃសង្គ្រាមលោកលើកទី2ក៏ដូចជាការដាច់ខាតមិនអនុញ្ញាតឲ្យសោកនាដកម្មក្នុងប្រវត្តិសាស្ត្រកើតឡើងម្ដងទៀតនោះទេក្រាបពេលដែលប្រធានាធិបតីចិនលោកស៊ីជីនពីងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតរបស់ម្ដាយបានលាក់ទុកក្នុងជីវភាពរស់នៅយ៉ាងធម្មតាទីក្រុងប៉េកាំងនាខែមករាឆ្នាំ1969លោកស៊ីជីនពីងកាលនោះអាយុមិនទាន់16ឆ្នាំបានស្ពាយវ៉ាលីចេញពីផ្ទះធ្វើដំណើរទៅកាន់ភូមិឡាំងឈីដែលស្ថិតនៅទីឆ្ងាយដាច់ស្រយាលនៃខេត្តសានស៊ីចាប់តាំងពីអំឡុងពេលបម្រើការងារក្នុងភូមិរយៈពេល7ឆ្នាំម្ដាយរបស់លោកស៊ីជីនពីងបានដេកកាបូបម្ជុលជូនកូនប្រុសដែលបានប៉ាក់នៅអក្សរពណ៌ក្រហមចំនួន3ចិត្តរបស់ម្ដាយកាបូបប៉ាក់ធំដូចបាត់ដៃនេះបានបង្ហាញពីការភ្ជាប់ចិត្តរវាងម្ដាយនិងកូនឪពុកនិងម្ដាយគឺជាគ្រូបង្រៀនមុនគេបង្អស់របស់កូនពេលកុមារភាពម្ដាយរបស់ប្រធានាធិបតីស៊ីជីនពីងបានទៅទិញសៀវភៅតាមបណ្ណាគារដែលនិយាយអំពីរឿងឈីហ្វៃបន្ទាប់ពីទិញសៀវភៅហើយម្ដាយក៏បានប្រាប់លោកស៊ីជីនពីងដល់វ័យក្មេងអំពីរឿងរ៉ាវដែលមានចំណងជើងថាបម្រើប្រទេសជាតិដោយភក្តីភាពម្ដាយបានសាក់ពាក្យទៅកាន់លោកស៊ីជីនពីងធ្លាប់រំលឹកថាកាលនោះខ្ញុំបានសួរគាត់ការសាក់ពាក្យលើខ្នងឈឺណាស់ម្ដាយខ្ញុំក៏បានប្រាប់ថាពិតជាឈឺខ្លាំងមែនតែចងចាំនៅក្នុងចិត្តហើយខ្ញុំចងចាំពាក្យបម្រើប្រទេសជាតិដោយភក្តីភាពតាំងពីពេលនោះមកដល់បច្ចុប្បន្នដែលវាក្លាយជាគោលដៅដែលខ្ញុំតស៊ូរហូតផងដែរដោយធំធាត់ក្នុងគ្រួសារដែលមានអរិយាប័ត្រដ៏ល្អលោកស៊ីជីនពីងតែងតែដាក់ប្រជាជនជាអាទិភាពអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយលោកបានប្រកាន់ខ្ជាប់នូវគោលការណ៍ដែលបង្កើតសុភមង្គលចំពោះប្រជាជនជាសមិទ្ធផលនយោបាយដ៏ធំបំផុតនិងស្រឡាញ់ប្រជាជនដូចស្រឡាញ់ឪពុកម្ដាយរបស់លោកនិងព្រមទាំងស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជននិងដឹកនាំប្រជាជនទៅរកជីវភាពរស់នៅកាន់តែប្រសើរឡើងផងដែរ